សេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមធ្វើការតវ៉ានិងសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីនេះនៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកនិងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតព្រមទាំងកាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថាប្រជាពលរដ្ឋខ្មែរកំពុងតែឈ្លានពានទឹកដីថៃនៅទីតាំងចំនួន17ស្ថិតនៅតាមបណ្ដោយព្រំដែនពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងរួមទាំងតំបន់ស្រុកវាលវែងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជាដែលស្ថិតនៅទល់មុខនឹងស្រុកមឿងខេត្តត្រាតនៃប្រទេសថៃពាក់ព័ន្ធករណីខាងលើនេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ថា JBC ភាគីកម្ពុជាបានធ្វើលិខិតតវ៉ាទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ភាគីថៃកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ2025ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបដូចខាងក្រោមទី1ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃនិងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតខាងលើគឺជាការគម្រាមអនុវត្តដោយបង្ខំនៅការខណ្ឌសីមាលើដីជាក់ស្ដែងដោយឯកតោភាគីដែលរំលោភលើខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 2000ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ថា JBC នៃប្រទេសទាំងពីរហើយអាចបំផ្លាញលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមកនិងការចរចានាពេលបច្ចុប្បន្ននិងទៅអនាគតរបស់ JBC នៃភាគីទាំងពីរទី2សកម្មភាពឯកតោភាគីខាងលើគឺជាកត្តាបង្កដែលអាចនាំឲ្យមានភាពតានតឹងកើនឡើងនៅតាមព្រំដែននិងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC ថ្ងៃទី7ខែសីហាឆ្នាំ2025និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគហៅកាត់ថា RBC ជាពិសេសបំពានលើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី1របស់គណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC ថ្ងៃទី10ខែកញ្ញាឆ្នាំ2025ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឲ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមកបង្កឲ្យមានការយល់ច្រឡំបង្កើនភាពតានតឹងនៅតាមព្រំដែនឬពង្រីកវិសាលភាពនិងទំហំនៃចំនួនទី3ការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគឺស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់ JBC នៃប្រទេសទាំងពីរដោយគ្មានយន្តការឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយក្នុងន័យនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវឲ្យភាគីថៃលើកយកបញ្ហាខាងលើនេះមកដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ថា JBC ដែលក្រុងរៀបចំកិច្ចប្រជុំនាពេលដ៏ឆាប់ខាងមុខជាថ្មីម្ដងទៀតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមបញ្ជាក់ឡើងវិញនូវការបដិញ្ញាចិត្តដ៏មុតមមនិងឥតងាករេក្នុងការដោះស្រាយការងារវាស់វែងនិងខណ្ឌសីមាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពដោយភាគីទាំងពីរថ្ងៃប្រខុស3កើតខែអាសត់ឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី25ខែកញ្ញាឆ្នាំ2025ត្រារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតារា Cambodia News